ហើយ បានជា creator គឺត្រូវការមាន gig យើងសាកស្វែងមើលបើសិនជាយើងជា influencer ឬក៏ជា content creator ម្នាក់ប៉ុន្តែ brand គឺគាត់អត់ដឹងថាយើងមានសេវាអីគេខ្លះអញ្ចឹងក៏គាត់ពិបាកនៅក្នុងការយកយើងមកឲ្យផ្សព្វផ្សាយផលិតផលរបស់គាត់ដែរនេះហើយជាមូលហេតុដែលយើងគួរណាស់តែមាន gig វាគឺជាកន្លែងដែលបង្ហាញអំពីសេវារបស់យើងឲ្យច្បាស់ជាងមុនដូចជាយើងចង់ធ្វើអីជាទូទៅ shout ad video review banner ad sponsor video ឬក៏ product promotion ជាដើមហើយនៅក្នុង gig នីមួយៗយើងថែមទាំងអាចកំណត់អំពីតម្លៃសេវាប្រភេទ content រយៈពេលប្រហែលដែលយើងអាចបកគលឲ្យទៅកាន់ client ឬក៏ប្រហែលថ្ងៃនិងចំនួន revision នៃការកែការងារហ្នឹងប្រហែលដងពេលព័ត៌មានយើងច្បាស់ចឹងយើងសួរថា brand ក៏គាត់ងាយយល់ពីយើងជាងមុនដែរដែលអត់ចាំបាច់ឆាតសួរយើងច្រើនដូច្នេះនៅលើ Infludo ទាំងអស់គ្នាអាចធ្វើការបង្កើត gig ទាំងអស់នេះបានដោយអត់គិតថ្លៃហើយនៅពេលដែល gig ទាំងអស់គ្នាត្រូវបាន live អាជីវកម្មផ្សេងៗក៏គេងាយស្រួលនៅក្នុងការចូលមកស្វែងរកទាំងអស់គ្នាមើលពីតម្លៃហើយអាចនឹង order ភ្លាមៗដោយអត់ចាំបាច់សួរច្រើនដូច្នេះវាល្អយើងអត់ចាំបាច់ឲ្យ brand គឺមកសួរយើងមុនទេយើងបង្កើត gig នីមួយៗហើយបង្ហាញពីអីដែលយើងអាចធ្វើបានទៅកាន់ brand ថាយើងអាចជួយគាត់អីគេខ្លះអាហ្នឹងវាសំខាន់ជាងអាចតាក់ទងមកពួកយើងបានបើសិនជាទាំងអស់គ្នាមិនយល់ពីរបៀបបង្កើតយើងនឹងដោះស្រាយជូន